Xã xâm lăng mơ khmênh tôi nọc ni lên nhà sập bài rỉ rỉ. Ta nè mơ khơi như vậy cả. Khmênh đằng nốt lên là bài môi hai bẩn tọt mốc nghĩa tôi lên là bài môi tiệt rồi tự thừa với sến. Bộ kê chầm nái tham một bôi chỉ tràn. Tai tự tùa ban là tập hóa tai bẩn tịnh bẩn túi bẩn nọc. Đơn tàn đi mình chầm lại nụ tê. Rọp tha với chỉ rương thòm đá. Bộ kê cầm bông sắc xa rương rai trong bên tọt luôn. Hai riêng sâu đợi chập đám. Đào thơ viết đượcខ្លួនឯងទោះជាការមានគោលដៅជាក់លាក់មិនកើតឡើងតាមធម្មជាតិតែវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកដែលចង់ប្រើសមត្ថភាពឲ្យកើតជាប្រយោជន៍ខ្ពស់បំផុតការមានសមត្ថភាពតែបើគ្មានគោលដៅជាក់លាក់ក៏មិនខុសអ្វីពីមឹកយៈពាក់ស្បែកជើងស្កេតនោះដែរជាការពិតវាផ្លាស់ទីបានឆ្ងាយតែវាមិនដឹងថាវានឹងទៅផ្លូវណានោះទេតែការមានសមត្ថភាពបូកនឹងគោលដៅជាក់លាក់នោះវានឹងជួយត្រួតពិនិត្យដល់អ្នកហើយមានសក្តានុពលនាំអ្នកឲ្យធ្វើដំណើរបានឆ្ងាយបើចង់ទទួលជោគជ័យអ្នកត្រូវតែយកចិត្តទុកដាក់ទៅលើអ្វីដែលអ្នកបានធ្វើហើយកុំខ្វល់ទៅនឹងអ្វីដែលខ្លួនធ្វើមិនបានការមានគោលដៅជាក់លាក់អាចបង្កឲ្យកើតមានថាមពលមហាសាលបើខ្វះគោលដៅជាក់លាក់ជាញឹកញាប់អ្នកនឹងមានអារម្មណ៍អស់កម្លាំងធ្វើការមិនបានច្រើនប៉ុន្មាននោះទេតែបើអ្នកមានគោលដៅជាក់លាក់អ្នកនឹងមានអារម្មណ៍ថាភាពពូកែនិងសមត្ថភាពរបស់ខ្លួនមានទិសដៅនិងវត្ថុបំណងច្បាស់លាស់គឺគុណសម្បត្តិទាំងនេះហើយដែលជះឥទ្ធិពលដល់អ្នកឲ្យធ្វើការសម្រេចជោគជ័យបានការពិតមួយចំនួនដែលអ្នកគួរតែដឹងអំពីការមានគោលដៅជាក់លាក់នោះគឺសម្រាប់មនុស្សភាគច្រើនគោលដៅជាក់លាក់មិនមែនកើតឡើងតាមធម្មជាតិនោះទេពួកយើងសុទ្ធតែរស់នៅក្នុងសង្គមដែលមានទាំងជម្រើសនិងឱកាសជាច្រើនស្ទើរតែរកមិនអស់ដោយហេតុនេះហើយទើបមនុស្សភាគច្រើនមានអារម្មណ៍ដូចត្រូវបានគេអូសទាញទៅតាមទិសដៅផ្សេងជាច្រើនថែមទាំងមានអារម្មណ៍ថាជាញឹកញាប់បានចំណាយពេលវេលានិងថាមពលភាគច្រើនទៅលើរឿងដែលគេមិនចាប់អារម្មណ៍ពិតប្រាកដលោករបស់យើងពោពេញទៅដោយមនុស្សដែលមិនដឹងថាខ្លួនឯងត្រូវការអ្វីពួកគេទាំងនោះក៏រីករាយក្រាញននាទៅរករឿងទាំងនោះដូចគ្នាដំណោះស្រាយលើស្ថានភាពហាស្លាកជាក់ស្លែងបែបនេះគឺត្រូវមានគោលដៅជាក់លាក់ភាពពូកែលើមុខអ្វីមួយដែលបណ្ដុះបណ្ដាលមកយ៉ាងល្អចេះដឹងពិតប្រាកដហើយបានពង្រឹងពង្រីកបន្ថែមពិតជាមានតម្លៃលើពីភាពពូកែ100យ៉ាងដែលចេះត្រឹមតែសាបច្ចុប្បន្ននេះមានរឿងជាច្រើនដែលអូសទាញចំណាប់អារម្មណ៍ឲ្យគិតទៅរកវាដូច្នេះច្បាប់នៃជោគជ័យប្រការទី1ក្នុងយុគនេះគឺត្រូវយកចិត្តទុកដាក់ទៅលើរឿងតែមួយគត់មានន័យថាត្រូវប្រមូលថាមពលទាំងអស់សំដៅទៅលើចំណុចតែមួយតម្រង់ទៅរកចំណុចនោះមិនចាំបាច់ងាកទៅឆ្វេងឬទៅស្ដាំនោះទេគោលដៅជាក់លាក់មួយជួយបង្កើនថាមពលដល់អ្នកប្រសិនបើប្រាថ្នាចង់ធ្វើការអ្វីមួយឲ្យសម្រេចមុនដំបូងត្រូវដឹងថាទិសដៅរបស់អ្នកគឺជាអ្វីសូម្បីតែការអភិវឌ្ឍខ្លួនឯងក៏ត្រូវធ្វើបែបនេះដូចគ្នាបើខ្វះគោលដៅជាក់លាក់អ្នកនឹងបោះជំហានទៅដោយគ្មានទិសដៅការព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងស្មើនឹងទាញជីវិតឲ្យចេញពីខ្លួនឯងដែលមិនខុសពីការមិនបានធ្វើអ្វីសោះនោះដែរឬស្មើនឹងកាត់បន្ថយថាមពលនិងឱកាសថ្មីទៅបន្តិចម្ដងរួមទាំងភាពរីកចម្រើនផ្សេងដែលអ្នកកំពុងមានក៏នឹងកាត់បន្ថយផងដែរផ្ទុយមកវិញការមានគោលដៅជាក់លាក់ជួយឲ្យអ្នកមានថាមពលមានមនុស្សតែប៉ុន្មានអ្នកប៉ុណ្ណោះដែលមានឱកាសប្រើសមត្ថភាពជ្រៅពីក្នុងខ្លួនបានអស់ក្នុងខ្លួនយើងមានថាមពលដែលយើងមិនធ្លាប់បានប្រើវាតទៅសោះហេតុផលមួយប្រការដែលមិនសូវបានប្រើថាមពលទាំងនេះគឺព្រោះតែខ្វះគោលដៅជាក់លាក់នេះឯងពេលណាយើងកំណត់គោលដៅនិងគោលបំណងឲ្យកាន់តែរួមតូចពេលនោះភាពអច្ឆរិយៈក៏នឹងកើតឡើងបញ្ញាស្មារតីពិតជាគ្មានផ្លូវគិតទៅដល់ជោគជ័យបាននោះទេតើតែមានគោលដៅជាក់លាក់ជាមុនសិនគោលដៅជាក់លាក់ជួយឲ្យអ្នកកាន់តែជឿនលឿនទៅមុខពិភពលោកតែងតែបើកផ្លូវឲ្យបុគ្គលណាក៏ដោយដែលដឹងខ្លួនថាត្រូវដើរទៅផ្លូវណាក្នុងបដាភាពមិនលេចធ្លោដែលមានឲ្យយើងឃើញជាហូរហែសូមត្រឹមតែអ្នកដឹងថាចង់ធ្វើអ្វីហើយពុះពៀព្យាយាមធ្វើឲ្យសម្រេចតែប៉ុណ្ណេះក៏ធ្វើឲ្យអ្នកលេចធ្លោជាងអ្នកដទៃស្ទើរតែគ្រប់គ្នាទៅហើយ Henry David Thoreau អ្នកនិពន្ធអាមេរិកដែលមានចរិតនិយាយត្រង់ទៅត្រង់មកបានដាក់សំណួរថាតើអ្នកធ្លាប់បានឮរឿងបុគ្គលព្យាយាមពេញមួយជីវិតដើម្បីឲ្យទៅដល់គោលដៅតែមួយតែបែរជាមិនទទួលបានអ្វីត្រឡប់មកវិញទាល់តែសោះដែរឬទេឬរឿងបុគ្គលដែលមានមហិច្ឆតាខ្ពស់ជាប្រចាំតែបែរជាមិនរីកចម្រើនអ្វីទាល់តែសោះទោះជាយ៉ាងណាក៏ដោយការមានគោលដៅមានផលល្អជានិច្ចឲ្យតែអ្នកព្យាយាមធ្វើអ្វីៗឲ្យប្រសើរឡើងតែប៉ុណ្ណេះអ្នកក៏រីកចម្រើនហើយទោះបីជាធ្វើរឿងដែលបានតាំងចិត្តហើយតែមិនបានសម្រេចក៏ដោយរួមទាំងអ្នកដទៃ
មិនជៀសផ្លូវឲ្យក៏ដោយតែទោះជាយ៉ាងណាការព្យាយាមបោះជំហានទៅមុខឲ្យបានតែងតែបង្កឲ្យកើតមានការផ្លាស់ប្ដូរគោលដៅជាក់លាក់ជួយឲ្យអ្នកមានការអភិវឌ្ឍបើអ្នកយកចិត្តទុកដាក់ទៅលើរឿងអ្វីរឿងនោះមុខជាបង្ហាញរូបភាពឡើងកាន់តែច្បាស់សូម្បីតែរឿងមើលទៅដូចចម្លែកក៏វាជាការពិតដែរតើអ្នកធ្លាប់សង្កេតដែរឬទេថាបើគិតចង់ទិញឡានបែបណាចូលចាប់ផ្ដើមមើលឲ្យឃើញឡាននោះពីពេញទាំងអស់ដូច្នេះការផ្ដោតទៅលើរឿងណាវានឹងជួយឲ្យទស្សនៈរបស់អ្នកកាន់តែទូលំទូលាយផ្ទុយមកវិញបើអ្នកព្យាយាមគិតឬមើលអ្វីឲ្យកាន់តែធំធេងទូលំទូលាយវាមិនត្រឹមតែធ្វើឲ្យអ្នកមិនអាចមើលឃើញបានច្បាស់ប៉ុណ្ណោះទេតែវាបែរជាធ្វើឲ្យអ្នកហត់នឿយទៀតផងហេតុនេះបើចង់អភិវឌ្ឍភាពពូកែអ្នកត្រូវតែមានគោលដៅជាក់លាក់គោលដៅជាក់លាក់ត្រូវមានការតាំងចិត្តជាបន្តបន្ទាប់ធម្មជាតិរបស់មនុស្សយើងតែងមានសមាធិមិនបានយូរប៉ុន្មានទេប្រៀបដូចធម្មជាតិរបស់ពន្លឺភ្លើងពេលគ្មានចំណុចរួមនៃពន្លឺតើធ្វើម៉េចនឹងជះពន្លឺចេញទៅបានការតាំងចិត្តរបស់មនុស្សយើងក៏ដូចនេះដែរ Hank Aaron កីឡាករបាស្កេតបលដ៏ល្បីបាននិយាយថាត្រូវមានគោលដៅទង្វើគ្រប់យ៉ាងត្រូវធ្វើវាឲ្យមានគុណតម្លៃមានអត្ថន័យបើចង់អភិវឌ្ឍសមត្ថភាពឲ្យដល់កម្រិតខ្ពស់បំផុតនិងដើម្បីក្លាយជាមនុស្សដែលពុំមែនមានតែភាពពូកែអ្នកត្រូវធ្វើទង្វើគ្រប់យ៉ាងឲ្យមានគុណតម្លៃមានន័យត្រូវសម្រេចចិត្តថាអ្នកនឹងដើរផ្លូវណាហើយថាតើនឹងដល់គោលដៅនោះដោយវិធីសាស្ត្រដូចម្តេចមនុស្សដែលមិនព្រមសម្រេចចិត្តថានឹងចាប់ផ្ដើមធ្វើឬគិតថានឹងឆ្ពោះមុខទៅផ្លូវណាមនុស្សបែបនេះមិនអាចទាញថាមពលនៃការពុះពៀឬថាមពលភាពពូកែចេញមកប្រើបានទេលទ្ធផលគឺមនុស្សប្រភេទនេះនឹងអណ្ដាតត្រសែតជារឿយៗពេលណាដែលអ្នកដឹងពីភាពខុសគ្នារវាងចលនានិងចលនាមានទិសដៅគឺប្រៀបដូចជាអ្នកបានកម្ចាត់ឧបសគ្គរារាំងជោគជ័យដ៏ធំបំផុតរួចទៅហើយតើអ្នកធ្លាប់សួរខ្លួនឯងខ្លះដែរឬទេថាតើអ្នកចង់ធ្វើអ្វីពិតប្រាកដខ្លះហើយថាតើធ្លាប់សម្រេចចិត្តខ្លះដែរឬទេថាអ្នកនឹងពុះពៀធ្វើរឿងនោះឲ្យសម្រេចទោះបីជាមានឧបសគ្គឬទោះបីជាជួបនឹងស្ថានភាពបែបណាក៏ដោយការមានគោលដៅគឺជាការពុះពៀព្យាយាមធ្វើរឿងដ៏ត្រឹមត្រូវធ្វើរឿងនោះគ្រប់នាទីធ្វើជារៀងរាល់ថ្ងៃធ្វើយ៉ាងស្មើចុងស្មើដើមរហូតដល់រឿងនោះចប់រួចរាល់កុំដណ្ដើមឲ្យថ្ងៃម្សិលមិញមកដណ្ដើមពេលវេលាថ្ងៃនេះច្រើនពេកខ្ញុំមិនដែលជួបអ្នកដែលគិតតែរឿងម្សិលមិញហើយរីកចម្រើនទៅថ្ងៃមុខនោះទេមនុស្សជាច្រើនដង្ហើយហើយកប់នៅតែក្នុងម្សិលមិញទន្ទឹមនឹងគួរតែបានរៀនសូត្រចំណេះដឹងពីអតីតហើយប្រឡែងវាឲ្យហួសទៅការចងចាំរឿងផ្សេងបានល្អគឺជាការប្រសើរតែការចេះបំភ្លេចរឿងផ្សេងក៏បង្ហាញពីភាពអស្ចារ្យដូចគ្នាដែរបុគ្គលជោគជ័យតែបំភ្លេចរឿងដែលកន្លងហួសទៅហើយគេដឹងថាអតីតកាលមិនអាចត្រឡប់វិញបានទេបុគ្គលប្រភេទនេះដឹងថាខ្លួនកំពុងចូលប្រកួតនិងមិនរវីរវល់សម្លឹងមើលទៅក្រោយទេកែភ្នែកសម្លឹងមើលទៅរកបន្ទាត់ជ័យជំនះនៅខាងមុខបុគ្គលដែលមានទឹកចិត្តជាអ្នកកីឡាតែងភ្លេចរឿងផ្សេងចោលពួកគេមានភាពអស្ចារ្យហួសពីបណ្ដោយឲ្យរឿងកំពេចកំពុកមករំខានចិត្តរបស់ពួកគេបុគ្គលទាំងនេះនឹងភ្លេចដោយងាយបើមានអ្នកណាមកធ្វើមិនល្អគេតែងតែពិចារណាហើយប្រឡែងវាឲ្យកន្លងហួសទៅមានតែបុគ្គលធន់អន់ប៉ុណ្ណោះដែលឆ្លក់វង្វេងនឹងការសង្សឹកចូលធ្វើជាមនុស្សឆាប់ភ្លេចអ្វីដែលងាយនេះជារឿងសំខាន់ជាខ្លាំងសំខាន់ទាំងក្នុងផ្នែកធុរកិច្ចនិងការសម្រេចជោគជ័យបើចង់ប្រាថ្នាភាពពូកែឲ្យកើតប្រយោជន៍ខ្ពស់បំផុតនិងជោគជ័យអ្នកត្រូវយកចិត្តទុកដាក់នឹងរឿងដែលកំពុងធ្វើនៅខណៈពេលនេះការខិតខំពុះពៀឲ្យទៅដល់ជោគជ័យមិនខុសពីអ្វីពីការបើកឡាននោះទេជាការពិតការបែរទៅមើលកញ្ចក់ក្រោយខ្លះវាជាគំនិតដ៏ល្អនិងចាំបាច់ម្យ៉ាងតែពុំមែនត្រូវតែងាកក្រោយតែម្យ៉ាងនោះទេបើបំពេញបែបនេះអ្នកក៏មិនអាចបើកបរទៅមុខបាននោះដែរការបើមិនគួរផ្ដល់ភាពសំខាន់ទៅលើរឿងម្សិលមិញហើយអ្នកមិនគួរគិតតែផ្ដោតទៅលើរឿងថ្ងៃស្អែកដូចគ្នាបើរវល់តែគិតដល់ស្អែកថ្ងៃនេះអ្នកនឹងគ្មានផ្លូវធ្វើអ្វីមួយបានសម្រេចឡើយចូលផ្ដោតទៅលើរឿងតែមួយដែលអ្នកល្មមអាចគ្រប់គ្រងបាននោះគឺថ្ងៃនេះឯងអ្វីដែលគួរឲ្យចម្លែកគឺបើអ្នកយកចិត្តទុកដាក់ទៅលើថ្ងៃនេះថ្ងៃស្អែករបស់អ្នកក៏នឹងល្អប្រសើរផងដែរអ្នកគួរតែធ្វើរឿងបែបនេះថ្ងៃម្សិលមិញអ្នកមិនអាចផ្លាស់ប្ដូរវាបានទេឬបើទៅរំពឹងថ្ងៃស្អែកក៏មិនបានដែរតែថ្ងៃនេះឯងដែលអ្នកជ្រើសរើសបានថានឹងធ្វើអ្វីចូលយកចិត្តទុកដាក់ទៅលើរឿងបច្ចុប្បន្ននោះវានឹងឲ្យផលតបស្នងនៅថ្ងៃខាងមុខពេលណាក៏ដោយដែលអ្នកគិតតែពីការលំបាកអំពីការងារចំពោះមុខហើយមិនយកចិត្តទុកដាក់លើលទ្ធផលនៃការងារឬមិនខ្វល់ពីរង្វាន់ទេនោះអ្នកអាចនឹងមានអារម្មណ៍អស់កម្លាំងចិត្តបានការកប់ជ្រៅទៅក្នុង
ការលំបាកយូរពេកធ្វើឲ្យអ្នកមានចិត្តអាណិតខ្លួនឯងទន្ទឹមនឹងត្រូវបង្កើតវិន័យដល់ខ្លួនឯងបើរវល់តែគិតអំពីរឿងការលំបាកច្រើនពេកការតាំងចិត្តរបស់អ្នកនឹងបែកខ្ញែកចេញអស់មិនបានផ្ដោតទៅលើរឿងណាមួយឲ្យប្រកបប្រជាហើយលទ្ធផលដែលតាមមកគឺអ្នកនឹងសម្រេចការងារបានកាន់តែតិចទៅជាលំដាប់ផ្ទុយមកវិញបើអ្នកផ្ដោតតែលើលទ្ធផលការងារដែលនឹងបានមកអ្នកនឹងកើតអារម្មណ៍ថាការគិតក្នុងផ្លូវល្អៗជាបន្តបន្ទាប់រួមទាំងមានកម្លាំងចិត្តតទៅមុខនឹងធ្វើបានកាន់តែងាយស្រួលមានរឿងមួយទៀតដែលអាចធ្វើឲ្យអ្នកងាករាយចេញពីលទ្ធផលការងារគឺការតាក់ទងជាមួយមនុស្សដែលមានបញ្ហាក្នុងកំឡុងពេលដែលអ្នកព្យាយាមធ្វើឲ្យសុបិនសម្រេចដល់គោលដៅអ្នកមុខជាបានជួបនឹងមនុស្សជាច្រើនអណែកអ្នកទាំងនោះអាចមានឥទ្ធិពលមកលើការខិតខំប្រឹងប្រែងរបស់អ្នកទាំងនោះអាចមានឥទ្ធិពលក្នុងផ្លូវអវិជ្ជមានដល់អ្នកទាំងនោះក៏អាចមានឥទ្ធិពលក្នុងផ្លូវអវិជ្ជមានដល់អ្នកផងដែរហើយមនុស្ស5ប្រភេទដែលអ្នកមានឱកាសត្រូវជួបនោះគឺក្រុមជួយមនុស្សពួកគេជួយសាងកម្លាំងបណ្ដាលចិត្តដល់អ្នកឲ្យសម្រេចតាមសុបិននិងបំផុសសមត្ថភាពរបស់អ្នកក្រុមអ្នកជួយដុសខាត់ពួកគេជួយឲ្យគំនិតរបស់អ្នកមុតស្រួចនិងមានចក្ខុវិស័យកាន់តែច្បាស់លាស់ឡើងទី3ក្រុមអ្នកឆ្លុះបញ្ចាំងឲ្យឃើញពីធម៌ពលដែលកំពុងមានពួកគេបង្ហាញពីបំណងប្រាថ្នាដោយអ្វីដែលអ្នកកំពុងមានគ្មានការថែមថយឡើយទី4ក្រុមអ្នកទាញថយក្រោយពួកគេព្យាយាមកាត់បន្ថយចក្ខុវិស័យរបស់អ្នកឲ្យកាន់តែខ្លីនិងកាត់បន្ថយការព្យាយាមរបស់អ្នកឲ្យស្ថិតនៅក្នុងកម្រិតស្មើនឹងពួកគេហើយទី5ក្រុមអ្នកមិនព្រមទទួលស្គាល់គេមិនព្រមទទួលស្គាល់ដោយសមត្ថភាពរបស់អ្នករារាំងការខិតខំប្រឹងប្រែងនិងរារាំងចក្ខុវិស័យរបស់អ្នកបើអ្នកផ្ដោតទៅលើលទ្ធផលការងារអ្នកនឹងស្ថិតនៅជាមួយការពិតការសរសើររបស់អ្នកដទៃក៏មិនអាចធ្វើឲ្យអ្នកមានអំណួតក្រៅពីនេះផលប៉ះពាល់អវិជ្ជមានមកពីអ្នកដទៃដូចជាក្រុមអ្នកទាញថយក្រោយនិងក្រុមអ្នកដែលមិនព្រមទទួលស្គាល់ក៏មុខជាចុះថយអស់ផងដែរការបើចាប់ត្រីដៃពីរត្រីនឹងរបូតអស់ទាំងពីរគួរឲ្យសោកស្ដាយដែលមនុស្សជាច្រើនតែងតែធ្វើបែបនេះគឺមិនព្រមផ្ដោតទៅលើរឿងណាមួយទើបលទ្ធផលคล้ายជាមនុស្សដែលគ្មានប្រសិទ្ធភាពជួនកាលហេតុផលអាចមកពីមនុស្សក្នុងសង្គមយើងមានជំរើសច្រើនពេកគឺមានជំរើសជាច្រើនរហូតស្ទើរតែគ្មានដែនកំណត់ Peter Drucker ជាអ្នកឯកទេសផ្នែកគ្រប់គ្រងទទួលស្គាល់ថាមានបាតុភូតបែបនេះកើតឡើងពិតមែនគេនិយាយថាការផ្ដោតលើរឿងណាមួយចាត់ទុកថាជាប្រការដ៏សំខាន់នាំទៅរកផលចំណេញខាងសេដ្ឋកិច្ចបានសប្តាហ៍ថ្ងៃនេះគ្មានគោលការណ៍ដ៏មានប្រសិទ្ធភាពប្រការណាដែលត្រូវបានគេផ្លេចជាញយដ៏បំផុតស្មើនឹងគោលការណ៍រឿងផ្ដោតទៅលើរឿងតែមួយនោះទេមានដូចជាពាក្យស្លោកប្រចាំខ្លួនយើងដែលថាសាកធ្វើគ្រប់យ៉ាងទៅធ្វើវាបន្តិចម្ដងទៅដូច្នេះបើចង់អភិវឌ្ឍសមត្ថភាពរបស់ខ្លួនអ្នកត្រូវផ្ដោតលើរឿងណាមួយឲ្យបាននិងបើចង់ផ្ដោតតែរឿងណាមួយអ្នកត្រូវព្យាយាមរកឲ្យឃើញថារឿងសំខាន់បំផុតពិតប្រាកដរបស់ខ្លួនគឺអ្វីបន្ទាប់មកទើបធ្វើរឿងទាំងនោះនេះជារឿងដែលខ្ញុំបានរៀនសូត្រទាំងសឹមមកជាធម្មតាខ្ញុំជាមនុស្សពូកែជ្រើសរើសពេលគិតចង់ធ្វើអ្វីខ្ញុំចូលចិត្តជ្រើសរើសធ្វើរឿងផ្សេងដោយសេរីរឿងអ្វីក៏ដោយដែលពុះពៀធ្វើវាឲ្យបានរឿងនោះនឹងផ្លាស់ប្ដូរអ្នកនឹងធ្វើឲ្យអ្នកផ្លាស់ប្ដូរទៅជាមនុស្សម្នាក់ទៀតសូមបញ្ជាក់ម្ដងទៀតថាអនាគតជាអ្វីដែលកំណត់រូបអ្នកមិនមែនអតីតទេព្រោះរឿងអ្វីក៏ដោយដែលអ្នកពុះពៀធ្វើវាឲ្យបានរឿងនោះនឹងកំណត់រូបអ្នកវាកំណត់រូបអ្នកបានច្រើនជាងហេតុការណ៍ណាទាំងអស់ដែលកើតឡើងម្សិលមិញឬពីមុននោះការចាប់ផ្ដើមគិតតែលើចំណុចខ្សោយមិនផ្ដល់ភាពសំខាន់ដល់ចំណុចខ្លាំងគឺដូចគ្នានឹងការមានកាក់មួយក្តាប់ដែលមានមាសសុទ្ធតែប៉ុន្មានកាក់ចំណែកកាក់ដទៃទៀតជាទង់ដែងស្រអាប់ស្រដាក់បន្ទាប់មកអ្នកក៏ញែកមាសចេញហើយយកកាក់ទង់ដែងមកចំណាយពេលទាំងអស់ដើម្បីខាត់វាឲ្យភ្លឺដោយរំពឹងថាមើលទៅឲ្យដូចជារបស់មានតម្លៃប៉ុន្តែសូមកុំភ្លេចថាបើទោះបីជាអ្នកចំណាយពេលយូរប៉ុណ្ណាក៏កាក់ទង់ដែងនៅតែជាទង់ដែងគ្មានផ្លូវមានតម្លៃស្មើនឹងកាក់មាសបានទេហេតុនេះចូលផ្ដោតទៅលើគុណសម្បត្តិដ៏មានតម្លៃរបស់អ្នកប្រសើរជាងការចំណាយពេលរបស់អ្នកទៅលើរឿងឥតប្រយោជន៍យុទ្ធសាស្ត្រមួយយ៉ាងដើម្បីធ្វើឲ្យមានជីវិតដ៏ល្អប្រសើរស្ថិតលើការធ្វើឲ្យទង្វើគ្រប់យ៉ាងមានគុណតម្លៃមានអត្ថន័យឬមានគោលដៅនោះឯងការមានគោលដៅបែបនេះឯងដែលធ្វើឲ្យមនុស្សយើងមានជីវិតរស់នៅបានដោយមិនចាំបាច់ពិបាកសោកស្ដាយនៅពេលក្រោយព្រោះការមានគោលដៅបែបនេះវាជួយបង្កប់បញ្ជាទិសដៅឲ្យភាពពូកែរបស់យើងថ
ថែមទាំងជួយឲ្យបានប្រើភាពពូកែនិងប្រើឱកាសឲ្យកើតជាប្រយោជន៍បំផុតផងដែរដូច្នេះបើអ្នកដឹងខ្លួនថាមានភាពពូកែមានការឧស្សាហ៍ព្យាយាមនិងមានថាមពលតែបែរជាមើលមិនឃើញពីស្នាដៃការងារជាដុំកំភួនអ្វីសោះនោះជួនកាលបញ្ហារបស់អ្នកអាចស្ថិតលើការខ្វះគោលដៅជាក់លាក់ក៏ថាបានការឈានទៅដល់សក្តានុពលគោលបំផុតរបស់ខ្លួនរួមទាំងការក្លាយជាមនុស្សតាមដែលខ្លួនប្រាថ្នាចង់បាននោះវាអាស្រ័យទៅលើភាពពូកែបូកផ្សំនឹងការមានគោល